នេះគឺជាការ set ឯកសារតាមរយៈ folder ពី computer ទី1ទៅ computer ទី2ដែលបងប្អូនអាចធ្វើតែប៉ុណ្ណោះដំបូងបងប្អូនអរគ្នាត្រូវការមកស្ដាំនៅលើ desktop របស់យើងដើម្បីបង្កើត folder ថ្មីខ្ញុំសូមដាក់ឈ្មោះ folder នេះថា send ចុះសំណុកយើងចាំជំហានបន្ទាប់អ្នកគ្នាត្រូវការ select លើ folder មួយហ្នឹងរួចហើយមកស្ដាំលើវាយើងយកពាក្យថា property នៅខាងក្រោមគេតោះមកយើងយកពាក្យថា sending អ្នកគ្នាតោះមកយើងយកពាក្យថា share តោះមកទៀតអ្នកគ្នាចុចទៅលើសញ្ញាឲ្យវាធ្លាក់មកខាងក្រោមនេះមករួចហើយអ្នកគ្នាយកពាក្យថា everyone អ្នកយកពាក្យថា add តោះមកកន្លែងនេះយើងយកពាក្យថា read ឬក៏ write បន្តមកទៀតអ្នកគ្នាចុចពាក្យថា share ហ្នឹងមកចំណុចមួយទៀតដែលសំខាន់អ្នកគ្នា complete copy link location របស់ folder មួយនេះផងដើម្បីយកទៅផាសនៅ computer ទី2នេះអ្នកគ្នាចូលទៅកាន់នៅក្នុងកម្មវិធី control panel ឬមួយក៏អ្នកគ្នាអាច search បានយើងនិយាយ search ពីថា control panel មកពីនៅឃើញកម្មវិធីហ្នឹងនៅលើគេអ្នកគ្នាជំហានបន្តទៀតអ្នកគ្នាចូលទៅកាន់ network and ចំណុចបន្តទៀតអ្នកគ្នាចូលទៅកាន់ change image បន្តមកក្នុងចំណុចនេះអ្នកគ្នាចុចបើកវាទាំងអស់មកចុចបើកវាទាំងអស់មកកន្លែងនេះគឺយើងបើកវាវិញទាំងអស់យើងបើកវាវិញទាំងអស់មកនិងខាងលើក៏យើងបើកដែរតមកខាងក្រោមនេះគឺយើងបើកមកវិញនិងយើងបើកវាទាំងអស់មកត្រង់ចំណុច password នេះដល់អ្នកគ្នាបើកគឺអ្នកគ្នាពេលដែលប្រើ folder នឹងម្ដងគឺយើងប្រើ password ចឹងខ្ញុំមិនឲ្យយើងប្រើ password ទេយើង save change នឹងមកចឹងបន្តមកទៀតខ្ញុំសូមចូលទៅក្នុង Telegram គឺខ្ញុំសូមផាស link ដែលខ្ញុំបាន copy location ពី folder មិញខ្ញុំផាសចូលបន្តមកទៀតខ្ញុំចូលទៅក្នុង computer ទី2ដើម្បីយក link ហ្នឹងទៅ run វាយើងមកដល់នៅក្នុង computer ទី2យើងត្រូវការបើក Telegram ដើម្បីយើង copy នៃ link location folder មិញដែលយើងបានផាសចូលសម្រាប់អ្នកគ្នាអាចវាយមួយឬក៏អ្នកគ្នាអាចធ្វើវិធីណាដែលយើងអាចយក link ហ្នឹងទៅ run ទៅ link ដែលយើងទីមិញបានយើងត្រូវការចុចលើមកស្ដាំលើ Windows តោះមកយើងយកវាថា run តោះមកយើងលុប link ដែលចាំវាចេញមកយើងផាស link ដែលយើងបាន copy ចូលចឹងទៅពេលយើងចុចវាថា OK ហើយយើងនឹងចូលទៅដល់ folder ដែលយើងបាន send មកតែនៅក្នុង folder ហ្នឹងយើងអត់បានដាក់អ្វីចូលទៅក្នុងហ្នឹងទេអញ្ចឹងយើងទៅកាន់ computer ទី1វិញដើម្បីយើងដាក់ឯកសារឬក៏សញ្ញាអ្វីម្យ៉ាងដើម្បីយើងធ្វើតេស្តវាថាវាដំណើរការឬក៏អត់ចឹងខ្ញុំលើកជាឧទាហរណ៍ថាខ្ញុំយកกระดาษនេះមកស្លឹកចុះតែខ្ញុំដាក់ចូលក្នុង folder មួយនេះតោះមកយើងចូលទៅមើលក្នុង computer ទី2ថាវានឹងលោតចូលអត់អូខេគឺវាលោតចូលហើយអញ្ចឹងមានន័យថាកម្មការ folder របស់យើងមួយក៏ share ឯកសារតាមរយៈ folder គឺបានជោគជ័យ 100% អញ្ចឹងសម្រាប់តេឬក៏ចងល់អ្វីអ្នកនេះអាចឆាតឬក៏ comment នៅខាងក្រោមបាន